ការសង្ខេបរឿងទុំទាវកែវការកំណត់តែងចាអញ្ចឹងនៅក្នុងរឿងទុំទាវនេះថ្ងៃខែឆ្នាំនៃការតាក់តែងដែលជាស្នាដៃរបស់ភិក្ខុសោមហ្នឹងគឺបានតាក់តែងឡើងនៅពុទ្ធសករាជ2458ត្រូវនឹងគ្រិស្តសករាជ1915មានចំនួន1050វគ្គជាបទពាក្យ7តាំងពីដើមដល់ចប់ស្នាដៃតាក់តែងក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិឆ្នាំ1904ដល់ឆ្នាំ1927ហើយតកតងទៅនឹងថ្ងៃខែឆ្នាំនៃការបោះពុម្ពរឿងនេះបានបោះពុម្ពនៅក្នុងឆ្នាំ1971ចាពុទ្ធសករាជ2514ហើយតកតងទៅនឹងសង្គមបរិយាកាសចាការប្រវត្តិសម័យកាលកកើតរឿងក្នុងការពណ៌នាអំពីតួអង្គព្រះបាទរាមាអ្នកនិពន្ធបានបញ្ជាក់ថារីឯដំណើរអំបាលនេះនឹងបញ្ឈប់ទុកសិនថ្មីថ្លាថ្លែងពីអង្គព្រះចក្រីស្ដេចគង់បុរីរតរាជស្ថានស្ដេចគង់នគរកម្ពុជាចាឈ្មោះព្រះរាមារិទ្ធិថ្កើងថ្កានអស់រាជប្រជាសឹងសុកសានរាជស្ថានស្ដេចគង់បន្ទាយលង្វែកចាតាមរយៈការរៀបរាប់នេះយើងអាចសន្និដ្ឋានបានថាដំណើររឿងទុំទាវគឺប្រព្រឹត្តទៅក្រោមរបបរាជានិយមនាសម័យលង្វែកឆ្នាំ1461ដល់ឆ្នាំ1618ចាទី2តកតងនឹងព្រឹត្តិការណ៍សំខាន់នៅក្នុងរឿងហ្នឹងគឺនៅសម័យលង្វែកចាប្រទេសកម្ពុជាបានជួបប្រទះនឹងសង្គ្រាមជាញឹកញយដោយមានទាំងកាយចាឈ្លានពានពីប្រទេសសៀមផងនឹងការដណ្ដើមរាជគ្នាក្នុងរង្វង់រាជាខ្មែរផងចាហើយស្ដេចអង្គច័ន្ទទី1ពេលត្រឡប់ពីសៀមមកវិញបានសម្លាប់ស្ដេចកននៅសំរោងហើយឡើងគ្រងរាជនៅក្នុងឆ្នាំ1905ដល់ឆ្នាំ1556ចាដោយលើករាជធានីទៅគង់នៅលង្វែកចាបន្ទាប់មកសៀមក៏បានចាត់ឲ្យពញាអង្គជាស្ដេចខ្មែរដែលចិញ្ចឹមទុកឲ្យចេញមកច្បាំងដណ្ដើមរាជដោយមានទ័ពសៀមជំនួយផងចាសៀមវាយកបន្ទាយលង្វែកបានជាដំបូងនៅឆ្នាំ1532ចាហើយឆ្នាំ1581ស្ដេចសៀមព្រះចៅនរេសួនបានបញ្ជូនទ័ពយ៉ាងច្រើនមានពលចំនួន150,000នាក់ចាស្មើនឹង150,000នាក់ចាដំរី800ក្បាលចាសេះ1850ក្បាលមកវាយខ្មែរតបសៀមចូលលុកលុយដល់ខេត្តបាត់ដំបងពោធិ៍សាត់អង្គររលាផ្អៀនិងបរិបូរចាកំពង់ឆ្នាំងហើយព្រះបាទជ័យជេដ្ឋាទី1ក្នុងឆ្នាំ1581ដល់ឆ្នាំ1593ចាបានវាយកម្ចាត់សៀមទៅវិញហើយឆ្នាំ1593សៀមបានលើកទ័ពមកវាយយកខេត្តកំពង់ស្វាយទន្លេសាបហើយទីបំផុតយកលង្វែកបានសៀមបានចាប់ស្ដេចស្រីសូរិយោពណ៌និងប្រជាជនប្រមាណចា90,000ចាឬក៏ស្មើនឹង90,000នាក់ព្រមទាំងប្រមូលក្បួនខ្នាតនិងឯកសារផ្សេងទៀតយកទៅស្រុកវាចាហើយព្រះបាទរាមាជើងព្រៃចាពីឆ្នាំ1994ដល់ឆ្នាំ1596ចាបានកេណ្ឌទ័ពទៅវាយសៀមយកលង្វែកបានមកវិញនាឆ្នាំ1594ចាដោយបានសម្លាប់មេទ័ពសៀមនិងពួកពលរបស់វាប្រមាណ20,000នាក់ចាស្ដាប់ការអានខាងលើហ្នឹងគឺវាត្រូវនឹងបច្ចុប្បន្នដែលយើងមានចំនួនជាមួយនឹងសៀមតាំងពីរាប់រយឆ្នាំមកហើយមកដល់សប្តាហ៍ថ្ងៃនេះណាចាអញ្ចឹងវីដេអូអ្នកគ្រូគឺមានតែប៉ុណ្្នឹងទេហើយក៏សូមជួយ like និង subscribe channel របស់អ្នកគ្រូផងចាសូមអរគុណសូមជម្រាបលា